នារីម៉ាសាស្លាកលេខ12 មន្ត្រីប៉ូលីសកំពុងកាន់អត្តសញ្ញាណប័ណ្ណរបស់នាងនៅក្នុងដៃខ្ញុំទម្លាក់ខ្លួនក្រឹបព្រោះទន់ជង្គង់ខ្ញុំមិនបានលុតជង្គង់នៅលើរាងកាយរបស់នាងប៉ុន្តែសម្ពុតផ្ការបស់នាងដែលខ្ញុំយល់ថាវាតែងតែធ្វើឲ្យនាងក្លាយជាស្ត្រីទន់ភ្លន់ជានិច្ចពេលពាក់វាម្ដងខ្ញុំខំទប់ណាស់តែទឹកភ្នែកនៅតែហូរអើយហូរសំឡេងប៉ូលីសស្រីម្នាក់និយាយស្រួយស្រេះសង្កៀត្រចៀកអ្នកស្លាប់ជាស្រីម៉ាសាលេខសម្គាល់របស់នាងគឺ12ភាគច្រើនគេស្គាល់នាងថាA12វិញ្ញាណខ្ញុំវិលខ្ញាល់ជុំវិញកាត់ទៅចិត្តនាងស្លាប់ហើយចាំបាច់អីគេរើសអើងនាងតាមរបៀបហៅនាងថាស្រីម៉ាសាទៀតខ្ញុំចង់ចិញ្ចើមនិយាយវឹងទៅកាន់ប៉ូលីសសំឡេងដូចក្អែកនោះទីអ្នកស្រីប៉ូលីសចង់ចិញ្ចើមដូចមួម៉ៅពីពេលណាមកមិនដឹងគាត់សួរខ្ញុំវិញស្អីគេខ្ញុំមិនខ្លាចគាត់អីបន្តិចទេខ្ញុំឆ្លើយទាំងសម្លឹងចំមុខគាត់នាងឈ្មោះទីខ្ញុំនិយាយពីនារីដែលស្លាប់នេះប៉ុន្តែសាក្សីនិយាយថាខ្ញុំមិនខ្វល់នាងស្លាប់ហើយមិនបាច់បន្ថែមការរើសអើងដល់នាងទេនាងមានឈ្មោះត្រឹមត្រូវបើយើងនាំគ្នាហៅនាងថាស្រីម៉ាសាស្អែកនេះក៏សែតនឹងនាំគ្នាសរសេរនាងដូច្នេះដែរហើយបងឯងនេះក៏សែតមិនមែនប៉ូលីសនោះសួរខ្ញុំទំនងមិនសប្បាយចិត្តដោយសារគាត់អៀននឹងសម្ដីខ្ញុំដែលប្រដៅគាត់ក្នុងការគោរពសាកសពបើជាអ្នកកសែតថយទៅម្ខាងទៅគាត់បង្ហាញរបៀបថាខ្ញុំរំខានហើយនិយាយលឺទំនងចង់ឲ្យគ្នាគាត់ដែលនៅក្បែរនោះមកដេញខ្ញុំចេញប៉ូលីសម្នាក់ទៀតដែលមកចុចពិលដាក់មុខរបស់ខ្ញុំគេប្រហែលចម្លែកឲ្យឃើញអ្នកសារព័ត៌មានយំរហាមដូចស្រីសូមបងកសែតចេញក្រៅទៅទុកឲ្យប៉ូលីសធ្វើការសិនម្នាក់នោះដេញខ្ញុំបាទខ្ញុំបន្តចុចផ្ដិតរូបថតនាងទាំងញ័រដៃព្រោះពេលវេលាខ្លីបើខ្ញុំនៅតែដំអកតក់ស្លុតតាមមនោសញ្ចេតនាខ្ញុំលែងបានថតរូបចុងក្រោយរបស់នាងហើយខ្ញុំចុចបាន 4-5 ប៉ុស្តិ៍គ្រាប់ភ្លៀងកាន់តែធ្ងន់ឡើងនិងធំឡើងរហូតដល់ម៉ោង 4 ល្ងាចសោះទើបជាងងឹតស្លប់ព្រោះខ្វះពន្លឺព្រះអាទិត្យទាំងស្រុងហើយអ្នកកាសែតនោះមកមេចង់សួរគាត់សំឡេងប៉ូលីសកូនចៅគេម្នាក់ទៀតលាន់មកពីចម្ងាយខ្ញុំដឹងហើយថាអ្នកណាទៅដែលចង់សម្ភាសខ្ញុំនោះខ្ញុំរៀបចំកាមេរ៉ាដាក់ក្នុងសម្ពាធវិញយ៉ាងរហ័សខ្លាចទៅទឹកហើយដើរចេញភ្លៀងតក់ត្រូវមុខខ្ញុំធ្វើឲ្យខ្ញុំនឹកឃើញងាកទៅមើលនាងជាចុងក្រោយនាងនៅដេកផ្ទាល់លើកម្រាលថ្នល់ហើយដំណក់ព្រះភិរុនកំពុងទន្ទ្រានសាកសពនាងប៉ូលីសធ្វើការគួរឲ្យទើសចិត្តណាស់មើលទៅដូចជាគ្មានបានការអីទាំងអស់ខ្ញុំដាក់ចិត្តថាដើរចេញតែបេះដូងខ្ញុំនៅអាណត្តិនាងស្ទើរពិបាកដង្ហើមឲ្យស្រួលបួលនាងមើលទៅដូចជានាងនៅស្រឡះនៅស្រស់ញញឹមដោយកាលពីពេលមួយដែលខ្ញុំបានជួបសម្ភាសនាងបងកាសែតមានគេចង់សម្លាប់ខ្ញុំនិយាយមែនជួយខ្ញុំផងគេនោះចង់សម្លាប់ខ្ញុំដោយសារនាងធ្លាប់កុហកខ្ញុំច្រើនពេកបានជាថ្ងៃនេះខ្ញុំខឹងហើយមិនចេញមកជួបនាងទេបើដឹងថានាងមានពេលមិនដល់1 ម៉ោងចន្លោះពីពេលទូរស័ព្ទមករកខ្ញុំហើយខ្លាចជាសាកសពដូច្នេះខ្ញុំច្បាស់ជាមិនប្រងើយកន្តើយនឹងនាងដូច្នេះឡើយអាទីកាលពី3 ថ្ងៃមុនខ្ញុំឆ្លើយទៅនឹងសំណួររបស់អធិការប៉ូលីសចង់និយាយថាបានជួបអ្នករងគ្រោះកាលពី3 ថ្ងៃមុនគាត់បញ្ជាក់ទោះខ្ញុំបានឆ្លើយរួចហើយក៏ដោយបាទខ្ញុំបញ្ជាក់ទាំងដៃចុចទូរស័ព្ទមើលហើយមុននេះ1 ម៉ោងនាងបានខលខ្ញុំឲ្យចេញមកប្រាប់ថាមានគេចង់សម្លាប់នាងតែខ្ញុំមិនបានមកអធិការខុនសុផលហាក់ដូចចាប់អារម្មណ៍ជាខ្លាំងចំពោះឃ្លាចុងក្រោយនេះគេបើកភ្នែកធំសម្លឹងទូរស័ព្ទដែលមានរីខតលេខនាងគេនៅច្រិមច្រុមបន្តិចទើបសួរខ្ញុំបន្តទៀតបើមានរឿងថ្នាក់នេះមិនគេមិនប្តឹងប៉ូលីសដូចជាប្រាប់បងឯងទៅវិញប្រហែលអ្នកដែលចង់សម្លាប់នាងជាប៉ូលីសដឹងខ្ញុំនិយាយឌឺព្រោះឆ្អែតចិត្តអធិការនោះមិនទប់អារម្មណ៍បែរជាច្រឡោតខឹងគាត់ទាញកអាវខ្ញុំមួយទំហឹងលោកឯងគិតបានតែបើនិយាយផ្ដាស់ហើយសរសេរផ្ដាស់ប្រយ័ត្នគុកខ្ញុំទាញដៃគេទម្លាក់ចេញពីកអាវខ្ញុំហើយសម្លឹងមុខគេគ្មានព្រិចនៅក្នុងចិត្តខ្ញុំគឺខ្ញុំត្រូវតែរកយុត្តិធម៌ឲ្យអាទីបើនាងស្លាប់ទៅហើយខ្ញុំត្រូវសងនាងនៅអ្វីដែលខ្ញុំបានជំពាក់
គិតចប់ខ្ញុំងើបមុខនិយាយបើលោកប៉ូលីសអត់ធ្វើខុសមិនបាច់ខ្លាចគេសរសេរថាមិនទេលោកហើយបើខ្ញុំសរសេរខ្ញុំប្រកាសជាមិនអោយលោកមានលេសប្តឹងខ្ញុំបានឡើយគេនោះបើកផ្នែកមូលខ្លំហើយភ័ន្តប្រាំងនឹងពាក្យបញ្ចៃរបស់ខ្ញុំក្រោកដើរចេញកាត់ពីមុខគេហើយបន្ថែមឃ្លាចុងក្រោយមានន័យថាខ្ញុំប្រកាសជាមានភ័ស្តុតាងក្នុងដៃលោកប៉ូលីសចាំតែមើលចុះគេប្រហែលមិនជឿទៅជាខ្លួនឯងហើយស្មានមិនដល់ទេថារឿងគេសហាយស្មន់ក្បត់ប្រពន្ធកូនជាមួយអាទីត្រូវខ្ញុំដឹងអស់ដែរនោះខ្ញុំវិលមកផ្ទះជួលវិញហើយដាក់រូបសពអាទីទាំងអស់ចូលក្នុងកុំព្យូទ័រអង្គុយមើលទោះបីជាមើលឃើញការឈឺចាប់នៅលើផ្ទៃមុខរបស់នាងតែខ្ញុំគិតថានាងនៅបានសុខជាងរស់នៅគិតចាំពីពេលខ្ញុំបានស្គាល់នាងគឺជាង1 ខែសោះតែនាងនិយាយរឿងជាច្រើនប្រាប់ខ្ញុំពេលដំបូងគឺអត្ថបទនិយាយពីជីវិតពិតនៃកុមារីដែលត្រូវគេជួញដូរតាំងពីអាយុ13ឆ្នាំគឺនាងដំណើរប្រាប់ខ្ញុំមុនគេធ្វើឲ្យអត្ថបទនោះបានទទួលពានរង្វាន់លេខ1ទូទាំងប្រទេសខ្ញុំនឹងសងនាងវិញអាទីខ្ញុំនិយាយតិចដាក់រូបថតនាងសាកសពនាងស្លាប់គឺដោយគេរឹតកពីក្រោយមនុស្សនោះអាចជាមនុស្សប្រុសព្រោះនាងគ្មានមិត្តទេតែនាងមានតែភ្ញៀវអ្នកដែលនាងទុកចិត្តជាងគេគឺខ្ញុំបងឯងរៀនចេះដឹងខ្ញុំគោរពបងឯងខ្ញុំនិយាយរឿងនេះឲ្យបងឯងសរសេរព្រោះខ្ញុំមិនចង់ឲ្យក្មេងអាយុ13ឆ្នាំណាត្រូវគេលួចដូចខ្ញុំទេទៅរស់នៅជាមួយចិនមួយអាទិត្យដូចរស់ក្នុងនរកម្ដាយខ្ញុំគាត់ចង់បានលុយហួសហេតុគាត់មិនអាណិតកូនអីបន្តិចទេពេលខ្ញុំវិលទៅផ្ទះបានប៉ុន្មានថ្ងៃគាត់លក់ខ្ញុំម្ដងទៀតគាត់ថាអ្នកក្រគឺអញ្ចឹងហើយទ្រាំទៅបើហោងកុំកាត់មុខជាកូនអញចិញ្ចឹមវេទនាណាស់ព្រោះអញក្រនោះគឺសម្ដីនាងក្នុងខ្សែអត្ថដែលខ្ញុំថតទុកខ្ញុំចាក់វាស្ដាប់ហាក់ដូចនាងកំពុងនៅអង្គុយទល់មុខនឹងខ្ញុំក្រៅពីជាកូនស្រីដែលគ្មានការការពារនិងស្រឡាញ់ថ្នាក់ថ្នមនាងថែមទាំងមានស្នេហាជាមួយជំពូកមនុស្សព្រាននារីកំហុសដ៏ធំរបស់នាងគឺនាងមានមនោសញ្ចេតនានិងចិត្តទន់ឆាប់ទុកចិត្តមនុស្សទាំងឡាយក្នុងពិភពលោកមួយដែលតែងតែខ្មៅងងឹតចំពោះនាងខ្ញុំនៅតែមានក្តីសង្ឃឹមខ្ញុំយល់ថាជីវិតមនុស្សយើងអត់មានអ្នកណាដឹងពីអនាគតទេការឈឺចាប់ក្នុងជីវិតខ្ញុំថ្ងៃណាមួយវានឹងក្លាយជាអតីតកាលហើយថ្ងៃណាមួយខ្ញុំនឹងមានលទ្ធភាពមានគ្រួសារល្អមួយដូចគេឯងពេលនោះខ្ញុំនឹងមានកូនហើយខ្ញុំនឹងស្រឡាញ់កូនខ្ញុំជាងការដែលម្ដាយខ្ញុំធ្វើដាក់ខ្ញុំនាងជាផ្កាតាមចិញ្ចើមផ្លូវដែលគ្មានអ្នកគាំទ្រតែនាងតែងតែគាំទ្រខ្លួនឯងណាស់រហូតដល់នាងបានជួបភ្ញៀវចុងក្រោយរបស់នាងគឺអធិការប៉ូលីសសុផលគ្រាន់តែឃើញគាត់ខ្ញុំយល់ថាគាត់គឺជាមនុស្សពិសេសសម្រាប់ខ្ញុំចូលចិត្តគាត់មិនបានបោកប្រាស់ខ្ញុំទេគាត់ប្រាប់ថាគាត់មានប្រពន្ធមានកូនម្នាក់តែខ្ញុំនៅតែមិនដាច់ចិត្តពីគាត់សោះគាត់សួរខ្ញុំថាព្រមធ្វើប្រពន្ធចុងគាត់ទេខ្ញុំដឹងថាទោះជាអ្វីក៏ខ្ញុំព្រមហើយគាត់គឺជាទេវតារបស់ខ្ញុំចុចខ្សែអាត់នោះបិទហើយទ្របក្បាលបន្ទាប់មកលើកដៃក្តោបក្បាលខ្លួនឯងខ្ញុំនឹកដល់យប់មួយដែលខ្ញុំបានលួចតាមដានប៉ូលីសរៀងសង្ហានោះខ្ញុំមិនគិតថាអ្វីដែលអាទីសុបិនអាចក្លាយជាការពិតទេព្រោះគេមានស្រីម៉ាសានិងស្រីខារ៉ាអូខេជាច្រើនជាសង្សាររបស់គេដូច្នេះគេប្រកាសជាកុហកស្រីអស់នោះដោយកុហកអាទីកំហឹងពុះពៀក្នុងចិត្តខ្ញុំទៅជួបនាងនៅផ្ទះម៉ាសាចំពេលនាងនិយាយទូរស័ព្ទជាមួយអធិការសំអុយនោះហើយសន្យាប្រមូលលុយសន្សំទាំងអស់របស់នាងឲ្យគេទូដំឡើងសាក់នាងចាញ់បោកគេហើយអាទីខ្ញុំនៅក្នុងចិត្តតែអត់ហ៊ាននិយាយចេញមកទេព្រោះពេលនោះអាទីបាននិយាយមុនខ្ញុំថាបងកាសែតឯងខាត់ខ្ញុំធ្វើអីលុយអស់នឹងគ្មានអីអស្ចារ្យសម្រាប់ខ្ញុំទេខ្ញុំត្រូវការមនុស្សល្អដូចគាត់ជាងត្រូវការលុយបើគ្មានគាត់ខ្ញុំទុកចិត្តស្លាប់វាល្អជាងអធិការចង្រៃនោះជាស្នេហាដំបូងរបស់នាងក្នុងចំណោមប្រុសៗទាំងអស់ដែលបានជន់ឈ្លីនាងខ្ញុំស្រក់ទឹកភ្នែកពេលនឹកដល់ត្រង់នេះស្នូព្រឹបនៅខាងក្រៅបង្អួចធ្វើឲ្យបមោមាត់ខ្ញុំទៅជាញញឹមខ្ញុំដឹងថាត្រីកំពុងស៊ីនុយ
ខ្ញុំធ្វើមិនលឺហើយលើកទូរស័ព្ទចាក់សំឡេងនាងដែលផ្ញើសារមកក្នុងទូរស័ព្ទខ្ញុំមានគេចង់សម្លាប់ខ្ញុំនិយាយមែនជួយខ្ញុំផងគេនោះចង់សម្លាប់ខ្ញុំគ្រាប់ភ្លៀងនៅខាងក្រៅមិនច្រឡំនឹងសម្រាប់ជើងមនុស្សដែលដើរមកខាងក្រោយខ្នងខ្ញុំទេវាកំពុងដើរមកហើយតាមរយៈបន្ទះ CD នៅពីមុខខ្ញុំវាប្រហែលមិនដឹងទេថាខ្ញុំបានមើលឃើញគ្រប់សកម្មភាពរបស់វានៅតែមួយជំហានទៀតវាឈានដល់ខ្ញុំហើយចាំអីទៀតខ្ញុំក្រោកវឹងជាមួយកាំបិតចិត្តអឺឡឹកដែលខ្ញុំក្តាប់ណែនក្នុងដៃជាងកន្លះម៉ោងមកហើយខ្ញុំបុកមួយទំហឹងសម្ដៅទ្រូងវាអធិការសុផលដួលដេកប្រកាច់ទៅលើឥដ្ឋឈាមហូរច្រាលពេញបន្ទប់ខ្ញុំប្រកាសណាស់ថាបានចាក់គេនោះចំបេះដូងកន្លែងដែលគេក្បត់ចិត្តអាទីចង្រៃឯងសម្លាប់អាទីឯងបោកលុយនាងហើយមកចង់សម្លាប់ឯងបំបិតមាត់ទៀតខ្ញុំនិយាយទាំងសង្គ្រឹះថ្មិញអធិការនោះទៅដោះខ្យល់តែខំប្រឹងនិយាយបដិសេធខ្ញុំគ្រាន់តែមកសុំកុំឲ្យសរសេររឿងខ្ញុំជាមួយអាទីអីថាតែប៉ុណ្ណោះគេក៏ដាច់ដង្ហើមឈឹងកណ្ដាលថ្លុកឈាមខ្ញុំអោនសន្សំទៅស្ទាបដង្ហើមប៉ូលីសសុផលហើយសន្សំផ្កាញញឹមរីកលើបបោមាត់ខ្ញុំហើយខ្ញុំចាប់ផ្ដើមស្រែកខ្លាំងលឺលោកប៉ូលីសខ្ញុំមិនដឹងអីទេខ្ញុំអត់ដឹងអីទេកុំសម្លាប់ខ្ញុំអត់ដឹងអីទេខ្ញុំស្រែកដដែលរហូតដល់ប្រកាសថាសម្រែកខ្ញុំលួនសំឡេងស្នូរទឹកភ្លៀងអ្នកជិតខាងគេច្រើនសម្រុកចូលមកខ្ញុំធ្វើជាដួលទៅលើឥដ្ឋហើយទឹកភ្នែកខ្ញុំហូរចុះដូចធម្មតាគ្មានអ្នកណាដឹងទេថាខ្ញុំអាចបញ្ជាឲ្យទឹកភ្នែកខ្ញុំហូរមកប៉ុន្មានដងក៏បានក្នុងកលៈទេសៈណាក៏បានដែរនេះជាទេពកោសល្យរបស់ខ្ញុំហើយជាទេពកោសល្យសម្ងាត់ដែលមិនអាចឲ្យខ្ញុំជាប់ទោសបានឡើយរាល់ពេលខ្ញុំសម្លាប់អ្នកណាម្នាក់គេចង់សម្លាប់ខ្ញុំបំបិតមាត់ជួយខ្ញុំផងបងប្អូនខ្ញុំចាក់គេព្រោះការពារខ្លួនគេរករឹតកខ្ញុំមុននេះគេទៅតែរឹតកស្រីម៉ាសាម្នាក់រួចគេខ្លាចខ្ញុំដឹងរឿងគេសរសេរឲ្យគេធ្លាក់សាក់សំណាមត្រជាក់នៅជុំវិញខ្ញុំរលាយបាត់ព្រោះអ្នកជិតខាងនាំគ្នាយកភួយមកដណ្ដប់ឲ្យខ្ញុំព្រោះគេឃើញខ្ញុំរញ៉េរញ័រដោយការភ័យខ្លាចនៅពេលដែលខ្ញុំចេញមកក្រៅផ្ទះប៉ូលីសមកដល់ហើយខាងទីស្នាក់ការកាសែតក៏មកដល់ដែរបងនិពន្ធនាយុខ្ញុំគាត់រត់មកសឹកប្រាប់ខ្ញុំរឿងវាយ៉ាងម៉េចស្អែកគេទិញកាសែតក៏ក្រើកហើយរឿងមួយនេះឯងសរសេរបានទេខ្ញុំមកក្បាលតិចធ្វើដូចកំពុងភ័យមិនទាន់បាត់តែការពិតក្នុងចិត្តខ្ញុំមនុស្សទាំងនោះសុទ្ធតែពុកគ្មានបានការថ្ងៃស្អែកជាឱកាសប្រកួតពានរង្វាន់ឆ្នាំថ្មីទៀតហើយគ្មានអ្នកណាម្នាក់អាចដណ្ដើមយកស្នាដៃលេខ1ពីខ្ញុំបានដាច់ខាតរឿងស្នេហាអាទីនិងអធិការព្រាននេះនឹងក្លាយជាអត្ថបទស៊ីដាច់គេទាំងអស់ដែលមានតែខ្ញុំម្នាក់គត់អាចសរសេរបានចាប់ពីពេលនារីម៉ាសាអភ័ព្វបានចំពប់ស្នេហ៍អធិការព្រានហើយនឹងពេលចុងក្រោយដែលប៉ូលីសនោះមករកខ្ញុំដើម្បីបំបត្តិដែនខាត់អ្នកកាសែតនោះសួរចម្លើយសិនពួកប៉ូលីសនិយាយហើយដើរសម្ដៅមកខ្ញុំសរសេរអត្ថបទមួយចប់សិនបងចាំខាត់ខ្ញុំសួរប៉ុន្មានម៉ោងក៏បានខ្ញុំឆ្លើយដោយសភាពបងឯងមិនសមណាចាក់គាត់ដល់តែស្លាប់ទេគេនិយាយរបៀបកាន់ជើងគ្នាគេខ្ញុំស្រក់ទឹកភ្នែកសារជាថ្មីហើយមិននិយាយអ្វីទេបងនិពន្ធនាយុខ្ញុំច្រឡោតតាតងគាត់កំហុសឲ្យប៉ូលីសគាត់ស្លាប់ក្នុងផ្ទះកូនចៅខ្ញុំគឺគាត់មករករឿងគេដល់ផ្ទះគ្នាត្រូវតែការពារខ្លួនគាត់បានសម្លាប់អាទីស្រីម៉ាសាលេខ12នោះខ្ញុំដឹងរឿងគាត់បានគាត់ត្រូវតែបំបិតមាត់ខ្ញុំមុននេះ2ថ្ងៃគាត់ទូរស័ព្ទទៅឲ្យនាងដកលុយសន្សំទាំងអស់ឲ្យគាត់ទូលឡើងសាក់គាត់បោកនាងប្រហែលជានាងដឹងគាត់តាមសម្លាប់នាងខលមកខ្ញុំដែរតែខ្ញុំមិនយកចិត្តទុកដាក់ទម្រាំខ្ញុំដឹងវាយឺតពេលហើយពួកគេស្ងាត់មាត់គេបញ្ជូនខ្ញុំទៅប៉ោះតែតាមផ្លូវខ្ញុំសរសេរអត្ថបទរួចជាស្រេចដៃខ្ញុំសរសេរផ្សេងគឺសរសេរពីអ្វីដែលខ្ញុំចង់ឲ្យអ្នកផងជឿតែចិត្តខ្ញុំនិយាយទៅរកអាទីស្ងាត់អាទីខ្ញុំសម្លាប់នាងព្រោះចង់ឲ្យនាងល្អវានោះជាប្រុសបោកប្រាស់នាងនៅរស់នៅឃើញវានាំតែឈឺចាប់ទេចំណែកវានោះខ្ញុំក៏សម្លាប់ដែរព្រោះសាច់រឿងស្នេហាអ្នកទាំងពីរនឹងរកឲ្យខ្ញុំនៅពានរង្វាន់មួយទៀតខ្ញុំជាអ្នកកាសែតលេខ1គ្មានអ្នកណាជឿទេបើគេដឹងថាមនុស្សមានរោគសរសៃប្រសាទដូចខ្ញុំ
ក៏អាចក្លាយជាអ្នកកាសែតល្បីជាងគេម្នាក់មានតែប៉ាខ្ញុំម្នាក់គត់គាត់ជាពេទ្យគាត់ដឹងរឿងនេះគឺនៅយប់នោះខ្ញុំបានសម្លាប់គាត់និងម្ដាយខ្ញុំហើយប្អូនប្រុសខ្ញុំដែលបាត់ខ្លួនគឺជាអ្នករ៉ាប់រងទោសទាំងអស់នេះខ្ញុំចូលចិត្តលេខ1ខ្ញុំពូកែជាងអ្នកណាទាំងអស់ហើយខ្ញុំស្អប់បំផុតពេលដែលម៉ាក់ខ្ញុំនិយាយថាប្អូនប្រុសខ្ញុំពូកែជាងខ្ញុំអរគុណអាទីអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំញញឹមក្នុងចិត្តប៉ុន្តែទឹកភ្នែកខ្ញុំនៅតែហូរព្រោះមនុស្សគ្រប់គ្នាកំពុងថតខ្ញុំពីខាងក្រៅឡានខ្ញុំគឺជាវីរៈជនជាអ្នកកាសែតលេខ1